គ្រប់គ្រងចិត្តគ្មានសមត្ថភាពគ្រប់គ្រងចិត្តខ្លួនឯងការងារសំខាន់បំផុតដើម្បីបានសុខដុមរមនាសេចក្តីសុខក្នុងជីវិតហ្នឹងចាំបាច់ម្នាក់ត្រូវតារៀនអំពីវិធីអប់រំចិត្តគឺការចម្រើននៅស្មារតីហើយស្មារតីហ្នឹងតាមដានចិត្តស្មារតីហ្នឹងคล้ายទៅជាអង្គរៈคล้ายទៅជាកាមេរ៉ាសវត្ថិភាពការពារចិត្តคล้ายទៅជាអង្គតិកោធ្វើម៉េចកុំឲ្យមេរោគហ្នឹងវាមកវាយលុកចិត្តយើងបានងាយពេកស្មារតីដែលត្រូវចម្រើនហ្នឹងវាទៅតលតាមដានចិត្តហ្នឹងបើចិត្តហ្នឹងដើរនៅក្នុងផ្លូវល្អមានគុណធម៌អញ្ចឹងទៅយើងសប្បាយអូចិត្តអញល្អប៉ុន្តែឧទាហរណ៍ថាបើចិត្តហ្នឹងវាចាប់ផ្ដើមចំណែនវាចាប់ផ្ដើមខឹងវាចាប់ផ្ដើមអន់ចិត្តអាហ្នឹងស្មារតីនឹងប្រាប់ថាអូចិត្តអញដើរក្នុងផ្លូវខុសហើយត្រូវទាញត្រឡប់មកវិញវាឧបមាដូចជាថាយើងដឹកគោឲ្យស៊ីតាមភ្លឺស្រែអញ្ចឹងហើយអាគោហ្នឹងវាខូចណាស់តែយើងភ្លេចវាទៅស៊ីសតូងហើយតែយីស៊ីសតូងម្ចាស់គោហ្នឹងត្រូវទាញគោកុំឲ្យស៊ីសតូងគេទៀតកុំឲ្យវាខូចយ៉ាងណាចិត្តយើងហ្នឹងវាខូចណាស់វាតិចទៅអន់ចិត្តតិចទៅចំណែនតិចទៅមិនសប្បាយចិត្តជាមួយអ្នកនេះជាមួយអ្នកនោះចឹងទៅហើយដល់ចឹងតលពេលណាចិត្តនឹងវាមិនល្អហ្នឹងមានស្មារតីដឹងថាអូចិត្តអញដើរផ្លូវខុសហើយបើនិយាយពីបើកឡានវិញឃើញភ្លើងស្តុបក្រហមហើយបើយើងបើកទៅទាំងងងឹលហ្នឹងបើកឆ្លងកាត់ស្តុបក្រហមហ្នឹងគ្រោះថ្នាក់ទាំងយើងគ្រោះថ្នាក់ទាំងគេប៉ុន្តែបើយើងមានស្មារតីដល់ស្តុបក្រហមយើងជន់យើងអត់មានគ្រោះថ្នាក់ឯគេក៏អត់មានគ្រោះថ្នាក់ដែរយ៉ាងណាអាចចំណែនអាស្អប់អាល្វើល្វាយអាពិបាកចិត្តហ្នឹងជាភ្លើងក្រហមស្មារតីនឹងប្រាប់ថាទៅមុខទៀតគ្រោះថ្នាក់ឯងអញ្ចឹងតាមដានចិត្តបង្កើនស្មារតីបើនៅក្នុងធម៌លោកហៅថាសតិប្បដ្ឋានថាហេតុជាទីតាំងនៃការចម្រើនសតិគឺស្មារតីហ្នឹងហើយតាមដានទាំងដេកទាំងដើរទាំងឈរអង្គុយទាំងហូបទាំងចុកទាំងចូលបន្ទប់ទឹកទាំងធ្វើអីនិយាយស្ដីកាយវិការអីហ្នឹងមានស្មារតីហើយចិត្តគិតអីហ្នឹងក៏មានស្មារតីទៅជាមួយអាហ្នឹងទើបយើងតាមដានចិត្តហ្នឹងបានមាំទាំវាហាក់ដូចជាថាយើងបានថែអាសាកូនបានល្អអញ្ចឹងអញ្ចឹងកូនហ្នឹងវាអត់ខូចទេប៉ុន្តែបើយើងមិនបានថែកូនឲ្យបានល្អកូននឹងខូចវេទនាឪពុកម្ដាយយ៉ាងណាចិត្តរបស់យើងតែយើងមិនបានថែទេចិត្តរបស់យើងវាខូចហើយអ្នកកើតទុកគឺខ្លួនយើងនឹងឯងអញ្ចឹងត្រូវចម្រើនស្មារតីដើម្បីគ្រប់គ្រងចិត្តឲ្យបានហើយយើងមិនសូវកើតទុកអរគុណច្រើនសម័យណាក៏មនុស្សមានទុកដែរទុកផ្លូវកាយនិងទុកផ្លូវចិត្តហើយថ្នាំសម្រាប់ព្យាបាលទុកផ្លូវកាយយើងទៅជួបពេទ្យទៅបើយើងឈឺប៉ុន្តែបើយើងឈឺចិត្តត្រូវស្វែងរកធម៌មកអប់រំអញ្ចឹងធម៌ហ្នឹងអត់ហួសសម័យទេពីព្រោះសម័យណាក៏មនុស្សឈឺចិត្តហើយវ័យណាក៏ចេះពិបាកចិត្តដែរទាំងក្មេងទូចទាំងធំទាំងចាស់ដល់ពេលស្លាប់ហ្នឹងក៏ភ័យព្រួយបារម្ភអញ្ចឹងជំងឺរបស់ចិត្តហ្នឹងវាមានដូចជាខឹងចំណែនស្អប់គុំគួនរវើរវាយស្មុគស្មាញពិបាកចិត្តទាំងអស់ហ្នឹងវាសិតតែជាជំងឺផ្លូវចិត្តហើយអ្នកណាខ្លះកើតជំងឺផ្លូវចិត្តគ្រប់តែគ្នាហ្នឹងមិនថាលោកមិនថាបាសកបាសិកាទេគ្រាន់តែវាតិចច្រើនតាមរយៈការអប់រំចិត្តរបស់ខ្លួនឯងប៉ុណ្ណឹងអញ្ចឹងក្មេងបើតាមប្រជាសាស្ត្ររាល់ថ្ងៃហ្នឹងគេរកឃើញថាក្មេងហ្នឹងមានវិបត្តិផ្លូវចិត្តច្រើនជាងមនុស្សចាស់ទៅទៀតដោយសារក្មេងហ្នឹងវាអត់ទាន់មានបទពិសោធន៍ជីវិតយើងមើលគ្រាន់តែស្ដីឲ្យបន្តិចងក់ងើតុកសិចមិនស៊ីបាយសុកចិត្តចាក់សោកន្ទប់ក្នុងកន្ទប់ម្នាក់ឯងអីចឹងទៅអាហ្នឹងរឿងអីថារឿងវិបត្តិផ្លូវចិត្តទេហ្នឹងឈឺចិត្តទេហ្នឹងវាមិនមែនវិបត្តិផ្លូវចិត្តតលឈួតទេមែនទេអញ្ចឹងស្មារតីភាពចង់ទាញអារម្មណ៍ពុទ្ធបរិស័ទឲ្យយល់ថាមនុស្សវ័យណាក៏ដោយសម័យណាក៏ដោយមនុស្សសុទ្ធតែមានទុក្ខដូចគ្នាហើយត្រូវការធម៌ហ្នឹងសម្រាប់អប់រំព្យាបាលអាជំងឺផ្លូវចិត្តហ្នឹងឧទាហរណ៍ថាខឹងទៅក៏ដូរពីខឹងមកចេះ
អត់ធន់ចេះមេត្តាចេះរីករាយចេះយោគយល់អញ្ចឹងទៅចំណែនមកថ្នាំព្យាបាលចំណែនហ្នឹងគឺថារៀនត្រេកអរនឹងអំពើល្អឬក៏ភាពជោគជ័យរបស់អ្នកដទៃអញ្ចឹងគេហៅមុទិតាគុំគួនក៏លើកលែងទោសទៅរវើរវាយក៏ប្រឹងផ្ដោតចិត្តក្នុងអារម្មណ៍ធ្វើការអីឲ្យប្រកបមួយណាមួយនឹងអញ្ចឹងទៅហើយស្ដាយក្រោយក៏លះបង់ទៅគិតថារបស់ដែលផុតទៅហើយហ្នឹងយកវាទៅកប់ចោលក្នុងព្រៃទៅកុំកោះវាមកហិតពេកហើយរឿងណាមិនទាន់មកដល់ហ្នឹងក៏កុំស្មុគស្មាញកុំភ័យកុំព្រួយបារម្ភអីពេកដែរហើយជួបរឿងណាដោះស្រាយរឿងហ្នឹងទៅដោះបានប្រមាណយកប៉ុណ្ណឹងទៅតាមលទ្ធភាពសមត្ថភាពទៅមានសេចក្តីសន្តោសទៅរស់ស៊ីប្រឹងរស់ស៊ីហើយបើបានប្រមាណយកសុបាយចិត្តនឹងប៉ុណ្ណឹងហើយប្រឹងតទៅទៀតទៅមិនមែនរកបាន1000នោះដេកកើតទុកមិនក៏អញមិនបាន10000អា1000ក៏មិនបានសុខជាមួយហើយវាកើតទុកជាមួយអា10000ដែលអត់មានអញ្ចឹងតើឡែមានថ្នាំព្យាបាលអប់រំចិត្តខ្លួនឯងហ្នឹងទើបយើងវាមិនសូវកើតទុកហើយអញ្ចឹងត្រឡប់មកវិញថាធម៌ហ្នឹងវាអត់ហួសសម័យទេពីព្រោះធម៌ហ្នឹងជាថ្នាំព្យាបាលផ្លូវចិត្តរបស់យើងហើយមិនរើសវ័យទៀតវ័យណាក៏ត្រូវការធម៌ហ្នឹងសម្រាប់មកអប់រំជាជំរកឬក៏ថាជាមលុបដ៏ត្រជាក់របស់ចិត្តរបស់យើងដែរអរគុណច្រើនមនុស្សភាគច្រើនណាអាត្មាធ្លាប់ជួបនឹងតែងតែត្អូញថាពិបាកចិត្តណាស្មុគស្មាញណាតែជីវិតហ្នឹងវាអញ្ចឹងវាមានរឿងត្រូវពិបាកចិត្តវាមានរឿងត្រូវស្មុគស្មាញប៉ុន្តែយើងអាចជ្រើសរើសបានបើទោះជារឿងហ្នឹងកើតឡើងអាចធ្វើឲ្យយើងស្មុគស្មាញអាចធ្វើឲ្យយើងពិបាកចិត្តហើយថាធ្វើម៉េចដើម្បីកុំឲ្យស្មុគស្មាញកុំឲ្យពិបាកចិត្តពីព្រោះអាពិបាកហ្នឹងមានន័យថាចិត្តហ្នឹងវាឈឺយ៉ាងណាអាចិត្តហ្នឹងពិបាកហ្នឹងដោយសារវាមានមេរោគចិត្តហ្នឹងវាមានល្វើល្វាយវាមានខឹងវាមានចំណែនវាមានស្អប់វាមានស្ដាយក្រោយវាមានភ័យវាមានព្រួយវាមានបារម្ភហើយវាច្បោកច្បល់ពេកបើឧទាហរណ៍ថាបើយើងហូបច្បោកច្បល់ពេកកាពះយើងក៏វាខូចដែរយ៉ាងណាចិត្តរបស់យើងតែយើងគិតច្បោកច្បល់ស្មុគស្មាញមិនដាច់ស្រែកសង្ស័យលេចកើតគិតមិនលុះណាដល់អញ្ចឹងវាវល់នៅនឹងភាសាឥឡូវហ្នឹងគេហៅវល់នៅនឹងអញ្ចឹងវាតលថារឿងណាដែលវាហួសទៅហើយដោះលែងវាទៅប្រឡែងវាទៅឲ្យវាទៅនៅអតីតកាលទៅហើយរឿងណាដែលវាមិនទាន់មកដល់ទេកុំទៅបង្កើតព្រាយបិសាចខ្មោចមកបន្លាចចិត្តខ្លួនឯងអីអាហ្នឹងរឿងមិនទាន់មកដល់ទេប៉ុន្តែមិនមែនបានន័យថាយើងមិនរៀបចំគម្រោងសម្រាប់អនាគតទេយើងរៀបចំហើយត្រូវធ្វើនេះត្រូវបើក business នេះត្រូវជួបអ្នកនេះយើងរៀបចំពីថ្ងៃហ្នឹងទៅប៉ុន្តែបើថាទៅថ្ងៃមុខហ្នឹងវាមានរឿងអីផ្លាស់ប្ដូរទៅក៏យើងមិនតុកសិចមិនពិបាកចិត្តនឹងរឿងដែលវាផ្លាស់ប្ដូរនឹងដែរធម្មតាធម្មជាតិវាត្រូវតែផ្លាស់ប្ដូរអញ្ចឹងក្នុងបច្ចុប្បន្ននេះរក្សាចិត្តឲ្យបានល្អកុំឲ្យចំណែនកុំឲ្យខឹងកុំឲ្យស្អប់ត្រូវឆ្កឹះអាមេរោគនឹងចេញទើបចិត្តហ្នឹងវាមិនពិបាកទើបចិត្តហ្នឹងវាមិនស្មុគស្មាញដកអាមេរោគចំណែនស្អប់ខឹងស្ដាយក្រោយស្មុគស្មាញនឹងដកវាចេញទៅដាក់ចូលមកវិញភាពស្រស់ស្រាយរស់រាយរាក់ទាក់ញញឹមផ្ដល់សេចក្តីសុខដល់អ្នកដទៃតិចតិជុំអត់មានចិត្តខឹងចិត្តចំណែនចិត្តស្អប់ទេដាក់អានោះចូលមកវិញទៅចិត្តហ្នឹងវាតិចហើយប៉ុន្តែមនុស្សយើងហ្នឹងវាល្ងងទៅវាសំពីងសំពងអាស្មុកអាស្មាញនឹងយកទៅតាមខ្លួនចេះតែស្រែកថាពិបាកណាស់ហើយថាមិនតែពិបាកបើយើងយកមេរោគពិបាកមកជាមួយយើងហ្នឹងអញ្ចឹងវាតលថាយើងព្យាយាមដកអានឹងចេញហើយដាក់អារឿងល្អចូលគូក្បាលយើងនេះមិនមែនជាធុងសម្រាប់ដាក់រឿងស្មុគស្មាញទេគូក្បាលហ្នឹងវាជាជើងពៀនមាសហើយយើងគួរតែដាក់មាសដាក់ពេជ្របានត្រូវមិនគួរដាក់សម្រាមសម្រោចនៅលើភូក្បាលយើងចឹងឯងអាហ្នឹងទើបយើងមិនសូវមានទុក្ខមិនសូវបាក់ចិត្តអរគុណច្រើន